សួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរនាងខ្ញុំនឹងក្រុមអប្សរា25ដួងបាននាំយកសម្ភារៈនិងស្បៀងដែលបានមកពីសប្បុរសជនទាំងអស់គ្នាឥឡូវនេះគឺខាងក្រុមអប្សរា25ដួងបាននាំយកដល់ទៅខេត្តសៀមរាបទាំងអស់គ្នានេះគឺជាសកម្មភាពបងកំពុងតែលើកដាក់សម្ភារៈជាជំនួយរបស់បងប្អូនសប្បុរសជនទាំងអស់គ្នាសុទ្ធតែមានឈាមជ័រជាជាតិខ្មែររួបរวมគ្នាការពីបូរណភាពទឹកដីក៏ជាការគោរពដឹងគុណបងពូពូវីរៈកងទ័ពជួរមុខជាពិសេសពុកប៉ែបងប្អូនអ៊ំពូមីងយាយតាជនភៀសសឹកដែលរងការគំរាមកំហែងនិងការបំផ្លិចបំផ្លាញពីចោរឈ្លានពានសៀមនៅតាមទាត់ព្រំដែនទាំងនាងខ្ញុំជាអប្សរាតំណាងខេត្តមកពីក្រុមអប្សរា25ដួងសូមគោរពថ្លែងអំណរគុណលោកជំទាវវីសេរីពៅរដ្ឋលេខាធិការក្រសួងអធិការកិច្ចចូលរួមគាំទ្រដោយក្រុមហ៊ុន Revlon Cambodia ក៏ដូចជាសាកលវិទ្យាល័យមេគង្គកម្ពុជាក្នុងនោះផងដែរមានការចូលរួមពីកញ្ញាពេជ្រចរណៃម្ចាស់សាលាគុនល្បុក្កតោជ័យដាជាក៏មានជាការចូលរួមពីលោកយុនវុធីជា President and Director of Miss Mr Manchester Cambodia និងចូលរួមដោយកញ្ញាអេនីលាម្ចាស់សម្អាងការមលូក៏មានកញ្ញាលេងស្រីពៅជាម្ចាស់ផ្សារខ្មែរបន្លែធម្មជាតិក្រៅពីនោះជាថវិកាបងប្អូនសប្បុរសជនចូលរួមតាមកងអប្សរា25ដួងថ្លែងអំណរគុណមែនទែនបងប្អូនសប្បុរសជនតែងតែមានជំនឿទុកចិត្តក្នុងអប្សរា25ដួងតែងតែចូលរួមអប្សរា25ដួងកន្លងមកពីនេះខ្ញុំយ៉ងស្រីនុតជាអប្សរាតំណាងខេត្តសៀមរាបមកពីក្រុមអប្សរា25ដួងសូមគោរពលា